អស់ពីវាយប្រហារដែនអាកាសដែនទឹកសង្គ្រាមលើដីចិត្តប្រសូតឡើងហើយអាមេរិកចង់ផ្ដួលរំលំរបបតេហេរ៉ង់តាមរូបមន្តអ៊ីរ៉ាក់ខណៈអ៊ីរ៉ង់រងចាំស្វាគមន៍សីតុណ្ហភាពសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាកំពុងឡើងកម្ដៅក្ដៅខ្លាំងដូចបន្ទុកភ្លើងបន្ទាប់ពីប្រើយន្តហោះចម្បាំងមីស៊ីលនិងដ្រូនកំណាចលាន់ខ្ទរកក្រាក់ព្រះធរណីនិងដែនអាកាសាពេលនេះសម្ព័ន្ធមិត្តភ្លោះសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលមានផែនការប្រយុទ្ធទ្រង់ទ្រាយធំតាមផ្លូវគោកវិញម្ដងយ៉ាងណាមេដឹកនាំរដ្ឋធានីតេហេរ៉ង់បានប្រកាសស្វាគមន៍និងត្រៀមកងទ័ពជើងគោក1លាននាក់ទទួលសមរភូមិវាទីកាន់តែក្តៅក៏ព្រោះតែសហរដ្ឋអាមេរិកបង្ហើបពីគម្រោងបញ្ជូនកងទ័ពជើងគោក10000នាក់បន្ថែមទៀតទៅកាន់តំបន់មជ្ឈិមបូព៌ានេះបើយោងតាមរបាយការណ៍ចុះផ្សាយដោយកាសែត The Wall Street Journal នៅក្នុងភាសានយោបាយចំណាត់ការនេះមិនមែនគ្រាន់តែជាការត្រៀមវាយលុកតាមជើងគោកប៉ុណ្ណោះទេប៉ុន្តែវាជាការបញ្ជូនសារដ៏ព្រឺព្រួចរបស់លោក Donald Trump ដើម្បីសង្កត់ករបបតេហេរ៉ង់ក្រោយតែពីចៅហ្វាយសេតាវិមានរូបនេះចង់ឲ្យអ៊ីរ៉ង់ចូលនឹមកិច្ចចរចាតាមការចង់បានរបស់ខ្លួនដែលបានតាក់តែងឡើងដោយឯកតោភាគីម្យ៉ាងវិញទៀតការបន្ថែមទ័ពជើងគោកនេះមានន័យថាសហរដ្ឋអាមេរិកមិនចង់បាញ់ដកដោយសង្គ្រាមតាមជើងទឹកនិងដែនអាកាសនោះឡើយប៉ុន្តែផ្ទុយមកវិញសហរដ្ឋអាមេរិកចង់គ្រប់គ្រងស្ថានភាពផ្ទាល់ដីដើម្បីផ្លាស់ប្ដូររបបតេហេរ៉ង់ពោលគឺសហរដ្ឋអាមេរិកចង់ប្រើរូបមន្តផ្ដួលរំលំរបបសាដាមហ៊ូសេនរបស់អ៊ីរ៉ាក់ជាសម័យកាលនៅអ៊ីរ៉ង់វិញម្ដងអ្វីបើយ៉ាងនេះក្តីអ៊ីរ៉ង់មិនមែនជាអ៊ីរ៉ាក់ទី2ទេនៅត្រើយម្ខាងអ៊ីរ៉ង់មិនបានបង្ហាញសញ្ញានៃការតក់ស្លុតណាមួយឡើយទោះសហរដ្ឋអាមេរិកក្រុងបញ្ជូនកងទ័ពជើងគោក10000នាក់មកកាន់តំបន់មជ្ឈិមបូព៌ាក៏ដោយជាក់ស្ដែងភ្នាក់ងារសារព័ត៌មានតាសនីមបានទម្លាយថាអ្នកប្រយុទ្ធអ៊ីរ៉ង់ជាង1លាននាក់ត្រូវបានដាក់ពង្រាយនិងត្រៀមលក្ខណៈប្រយុទ្ធរួចរាល់សម្រាប់ធ្វើសង្គ្រាមជើងគោកជាមួយសម្ព័ន្ធមិត្តស៊ីយូនីសការមិនញញើតតក់ស្លុតបែបនេះទំនងជាអ៊ីរ៉ង់ចង់ផ្ដាំប្រាប់ទៅសហរដ្ឋអាមេរិកថាអ្នកអាចទម្លាក់គ្រាប់បែកពីលើមេឃបានប៉ុន្តែបើអ្នកហ៊ានឈានជើងចូលដីរបស់យើងនោះអ្នកនឹងគ្មានថ្ងៃវិលត្រឡប់ទៅស្រុកវិញឡើយសូមជម្រាបថាប្រសិនបើសង្គ្រាមជើងគោកផ្ទុះឡើងមែននោះវានឹងក្លាយជាសោកនាដកម្មដែលពិភពលោកមិនធ្លាប់ឃើញក្នុងសតវត្សទី21សហរដ្ឋអាមេរិកមានប្រៀបខ្លាំងលើបច្ចេកវិទ្យាយោធានិងអាវុធទំនើបប៉ុន្តែអ៊ីរ៉ង់ក៏មានប្រៀបដែរពោលគឺមានប្រៀបទៅលើទីតាំងភូមិសាស្ត្រនិងស្មារតីក្លាហានប្រយុទ្ធស្លាប់រស់ដើម្បីការពាររបបនិងទឹកដីបើសិនជាប្រទេសទាំងពីរលើកទ័ពច្បាំងគ្នាឈុតធំតាមជើងគោកនឹងមិនត្រឹមតែបំផ្លាញភាគីទាំងសងខាងទេប៉ុន្តែវានឹងធ្វើឲ្យតម្លៃធម្មពលសកលដួលរលំវិបត្តិប្រេងពិភពលោកកាន់តែរ៉ាំរ៉ៃនិងបង្កជាវិបត្តិជនភៀសខ្លួនដែលមិនអាចគ្រប់គ្រងបានសូមជម្រាបត្រួសថាការដែលលោកត្រាំពិចារណាបញ្ជូនទ័ពជើងគោក10000នាក់ទៅតំបន់មជ្ឈិមបូព៌ាស្របពេលដែលអ៊ីរ៉ង់ត្រៀមអ្នកប្រយុទ្ធជា1លាននាក់ធ្វើឲ្យគេនឹកឃើញដល់សេណារីយ៉ូសង្គ្រាមកាលពីឆ្នាំ2003នៅឯប្រទេសអ៊ីរ៉ាក់ស្រដៀងនឹងអ៊ីរ៉ង់ដែរកាលពីឆ្នាំ2003សហរដ្ឋអាមេរិកបានបញ្ជូនទ័ពជើងគោកចូលអ៊ីរ៉ាក់ផ្ទាល់ក្រោមលេសកំទេចអាវុធមហាប្រឡាយប៉ុន្តែពេលនោះរកមិនឃើញតតែសោះបើទោះបីជាពេលនោះសហរដ្ឋអាមេរិកអាចផ្ដួលរំលំរបបសាដាមហ៊ុនសេនបានក៏ដោយប៉ុន្តែសហរដ្ឋអាមេរិកក៏បានរអិលជើងធ្លាក់ផងក្នុងភក់នៃល្បាប់សង្គ្រាមអស់រយៈពេលជិត2ទសវត្សរ៍ធ្វើឲ្យបាត់បង់ជីវិតកងទ័ពជាច្រើនអ្នកនិងចំណាយប្រាក់រាប់ពាន់លានដុល្លារយ៉ាងណាយោធាអ៊ីរ៉ង់រឹងជាងអ៊ីរ៉ាក់ឆ្ងាយណាស់ព្រោះថាអ៊ីរ៉ង់មានផ្ទៃដីធំជាងអ៊ីរ៉ាក់ជិត4ដងមានទីតាំងភូមិសាស្ត្រជួរភ្នំស្មុគស្មាញនិងមានកម្លាំងយោធាច្រើនដែលត្រូវបានបណ្ដុះបណ្ដាលក្រោមមនោគមវិជ្ជាតស៊ូយ៉ាងមុតមាំដោយមិនខ្លាចស្លាប់ទន្ទឹមនោះអ៊ីរ៉ង់មានតំណែងជាមហាសង្គ្រាមក្នុងតំបន់ហើយជាម្ចាស់ស្រុកថែមទៀតដូច្នេះវាមិនមែនជារឿងងាយស្រួលប៉ុន្មានឡើយសម្រាប់សហរដ្ឋអាមេរិកដើម្បីកាច់បំបាក់ធ្មងអ៊ីរ៉ង់ពិភពលោកអង្គុយបត់ជើងដកដង្ហើមធំរងចាំមើលយ៉ាងអន្ទះសារថាតើសមរភូមិដីគោកឈុតធំរវាងសម្ព័ន្ធមិត្តស៊ីយូនីសនិងអ៊ីរ៉ង់អាចនឹងផ្ទុះឡើងដែរឬទេទន្ទឹមនឹងការបាត់បង់អាយុជីវិតកងទ័ពនិងការខាតលុយរាប់ពាន់លានដុល្លារនៅអ៊ីរ៉ាក់គឺជាមេរៀនដ៏ជូរចត់ទៅហើយសម្រាប់មេដឹកនាំសហរដ្ឋអាមេរិកតើមជ្ឈិមបូព៌ានឹងធ្វើដំណើរទៅរកតុចរចាសន្តិភាពឬក៏ធ្លាក់ចូលទៅក្នុងការបង្ហូរឈាមនៃវាលពិឃាតសំណួរនេះមានតែសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលទេដែលអាចឆ្លើយបាន